កម្ពុជារងមិនឃើញសារធាតុគីមីលើទុរេននាំចូលនោះទេភ្នំពេញក្រោយពិនិត្យសំណាក់កម្ពុជារងមិនឃើញសារធាតុគីមីលើទុរេននាំចូលនោះទេនេះជាការអះអាងរបស់លោកដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី1នៅថ្ងៃទី3ខែមិថុនាលោកដិតទីណាបានលើកឡើងថាវៀតណាមនិងថៃបានភ្ញាក់ខ្លួនបន្ទាប់ពីមិនទទួលបានការអនុញ្ញាតនាំចូលទុរេននៅទីផ្សារចិនដោយបញ្ហាជ្រលក់សារធាតុគីមីហាមឃាត់យ៉ាងណាកម្ពុជាក៏បានដាក់វិធានការតឹងរ៉ឹងចំពោះការនាំចូលទុរេនពីប្រទេសទាំងនេះដែរហើយតាមរយៈលទ្ធផលពិនិត្យសំណាក់ដោយគយនិងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រជែងនឹងក្រាបការខ្លាយបន្លំក៏បបោកន្លងទៅគឺរោគមិនឃើញសារធាតុគីមីក្នុងផ្លែទុរេននាំចូលនោះទេលោកដេទីណាថ្លែងដូចនេះថាយើងបានធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មទាំងគយនិងអគ្គការពារអ្នកប្រើប្រាស់គឺបានយកសំណាក់ទុរេននាំចូលមកពិនិត្យរួចហើយឃើញថាអត់មានអីទេចាប់តាំងពីយើងតាំងជាមួយរឿងទុរេននេះមកគឺมันមាននរណាហ៊ាននាំទុរេនដោយប្រើថ្នាំចូលទេរដ្ឋាភិបាលកាលពីថ្ងៃទី18ខែកុម្ភៈបានសម្រេចឲ្យក្រសួងពាណិជ្ជកម្មពង្រឹងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរោគសារធាតុគីមី Basic Yellow 2 ឬ Uramine O និង Cadmium ដែលផ្ទុកក្នុងផ្លែទុរេននាំចូលពីប្រទេសថៃនិងវៀតណាមឲ្យបានឆាប់រហ័សការពង្រឹងសមត្ថភាពពិសោធន៍នេះដើម្បីជួយគ្រប់គ្រងដល់មន្ត្រីគយនិងរដ្ឋកោកម្ពុជាដល់ការវិភាគនិងត្រួតពិនិត្យលើទុរេននាំចូលនៅតាមច្រកព្រំដែនការដាក់ចេញវិធានការភ្លាមៗនេះគឺធ្វើឡើងបន្ទាប់ពីមានករណីរកឃើញសារធាតុគីមី Basic Yellow 2 ឬ Uramine O និង Cadmium នៅក្នុងទុរេនដែលនាំចូលពីថៃនិងវៀតណាមពីសំណាក់អាជ្ញាធរចិនសារធាតុគីមីលឿង Basic Yellow 2 នេះត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកថាជាសារធាតុគ្រោះថ្នាក់ដែលអាចបង្កឲ្យមានជំងឺមហារីកថែមទៀតផង